Hello, sustain nak nia. Nganang ke jumpa episode ngọc hiệp piរបៀបឲ្យឆ្អឹងទុគីថែមដល់រែកអ្នកគ្នាដោយសារមានគ្នាយើងសួរច្រើនដែរតែខ្ញុំបានចេញប្រាប់ចឹងឯនឹងខ្ញុំនឹងប្រាប់ហើយយើងទៅហៅទុគីហ្នឹងដើម្បីវាយវាយកឆ្អឹងវាព្រោះយើងត្រូវការឆ្អឹងវាដើម្បីក្រាស់សាម៉ុនដល់រែកហ្នឹងអ្នកគ្នាចឹងវិធីសាស្ត្រគឺមានតែមួយទេគឺយើងត្រូវនៅជីកតារហៅវាច្រើនវានៅតាមតំបន់មាត់ឆ្នេរអ្នកគ្នាដើរហៅតាមមាត់ឆ្នេរទៅនឹងឃើញហើយអូខេឃើញមួយអ្នកគ្នានេះយើងហោះហៅតាមមាត់ឆ្នេរទៅយើងនឹងឃើញហើយនេះគឺវានៅម្ដុំជាមួយនឹងដូធម្មតាដែរចឹងអ្នកគ្នាត្រូវដើរហៅវាតាមតំបន់មាត់ឆ្នេរអញ្ចឹងខ្ញុំមកឃើញមួយហើយទៅវាក់ឆ្លោះមើលទៅគឺអ្នកគ្នាត្រូវរកតាមតំបន់មាត់ឆ្នេរខ្ញុំប្រាប់ទៀតគឺហៅនៅតំបន់មាត់ឆ្នេរមិនមានពីច្រើនគឺវា spot នៅតំបន់មាត់ឆ្នេរនេះខ្ញុំហៅនៅមាត់ឆ្នេរចិត្តតំបន់តកវាអត់ជួនទេអ្នកគ្នាអាចដើរហៅតាមមាត់ឆ្នេរទៅឲ្យតាមមាត់ឆ្នេរអ្នកគ្នាដើរហៅទៅនឹងឃើញហើយវាមិនឃើញច្រើនទេអាចឃើញមួយពីរចឹងអញ្ចឹងអានេះយើងត្រូវយកសັບសាហាវវាយវាបង្កើតអូខេនេះខ្ញុំទទួលបាន2ហើយគឺ visible ឆ្អឹងរបស់ដូនេះបាន2អូខេអញ្ចឹងបើអ្នកគ្នារកអត់ឃើញទេអញ្ចឹងមធ្យោបាយមួយទៀតគឺអ្នកគ្នាត្រូវផ្លាស់សេដូធម្មតាហ្នឹងអ្នកគ្នាវាយដូធម្មតាហ្នឹងឲ្យអស់ទៅអញ្ចឹងនៅពេលតមកទៀតវានឹង spawn ដូតុគីហ្នឹងមកហើយអញ្ចឹងគឺអ្នកគ្នាអាចធ្វើតាមនឹងបានអាហ្នឹងបើសិនអ្នកគ្នាដើរហើយនៅតែអត់ឃើញព្រោះអីមានអ្នកសួរថាគាត់អត់ឃើញអញ្ចឹងគឺអាចធ្វើមធ្យោបាយនឹងបានយើងវាយដូធម្មតានឹងអស់មកចាំយើងទុកឲ្យវាមកស្ទុះទៅវានឹង spawn ដូតុគីនឹងមកហើយអញ្ចឹងខ្ញុំដើរហៅ3 4ទៀតឲ្យអ្នកគ្នាមើលដោយសារអត់មានពេលអញ្ចឹងទៅខ្ញុំអត់បានដើរហៅច្រើនទេហើយនេះគឺជាដូតុគីហ្នឹងនេះខ្ញុំបានហៅឃើញទៅហើយខ្ញុំវាយវាទៅតែគេដើរហៅតាមមាត់ឆ្នេរទៅវានឹងជួបអីមិនខ្វះទេគាត់ថាវាមិនច្រើន1 2ហ្នឹងអូខេនៅមុខនោះមួយទៀតឯអ្នកនេះឃើញអត់គឺវានៅចិត្តគ្នាហ្នឹងសួរហៅដែរទេឲ្យតែគ្នាដើរហៅតាមមាត់ឆ្នេរទៅវានឹងឃើញហើយអញ្ចឹងយើងទៅវាយវាមកអូខេយើងបាន2ទៀតហើយអញ្ចឹងគឺយើងត្រូវដើរហៅតាមមាត់ឆ្នេរទៅយើងនឹងឃើញអ្នកគ្នាវាច្រើនគឺវា spawn នៅតាមមាត់ឆ្នេរហើយ event ហ្នឹងគឺវាពិបាកដែរអ្នកគ្នាអាចឆ្អឹងតុគីហ្នឹងពិបាកហៅគឺអញ្ចឹងអ្នកគ្នាគឺដើរហៅតាមមាត់ឆ្នេរអញ្ចឹងមកអូខេអញ្ចឹងខ្ញុំមកដល់ផ្ទះវិញហើយនេះខ្ញុំហៅបាន6អ្នកគ្នាអញ្ចឹងខ្ញុំដាក់ចូលទៅទាំងអស់បាន8ហើយដូហ្នឹងដូចជា400អ្នកគ្នាចឹងអ្នកគ្នាគិតទៅថាយើងត្រូវវាយសัตว์នឹងប្រមាណដើម្បីគ្រប់គឺវាយ800ក្បាលនោះចឹងគឺប្រហែលដែររកទៅបានវេទនាចឹងខ្ញុំអត់មានពេលទេចឹងអត់បានរកគ្រប់ឲ្យអ្នកគ្នាមើលទេខ្ញុំហៅបានតែប៉ុណ្ណឹងហើយខ្ញុំគាត់បង្ហាញតែរបៀបប្រើវាមិនចឹងចឹងអ្នកគ្នាអាចអនុវត្តតាមនឹងបានហើយបើចង់សមមដូរេតគឺវាត្រូវការច្រើនអ្នកគ្នាចឹងខ្ញុំគិតថាយើងហៅមិនតាន់ទេហើយអានេះគឺយើងអាចក្រាស់បាន8ហ្នឹងគឺក្រាស់បានកៅវាមួយចំនួនតែខ្ញុំអត់ទាន់បានក្រាស់អីទេខ្ញុំទុកសិនទៅចាំមើលគីឡូពេលខ្ញុំទៅនេះខ្ញុំហៅទៀតទៅគីឡូហៅបានថែមទៀតចឹងយើងក្រាស់បានល្អអូខេអញ្ចឹងវីដេអូយើងគឺមានប៉ុណ្្នឹងអ្នកគ្នាចាំជួបគ្នានៅវីដេអូក្រោយទៀតអូខេអរគុណ goodbye